chắc là mẹ bong này cô tại nhà xua bậc cam nhà cầm hôn Ford rồi mình có này luôn rồi Ford to thàประเภท rồi Ford ยังមានประเภท hybrid អត់ចឹងឥឡូវនេះយើងនាំប្រភេទពីរ option hybrid ជូនបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលគាត់ស្រឡាញ់ទៅលើប្រភេទឡានដែលប្រើជាប្រព័ន្ធ hybrid ចឹង Ford យើងមានពីរ model ដែរបាទទៅលើប្រព័ន្ធ hybrid ចឹង model ទី1នេះគឺជាប្រភេទរថយន្ត Ford Taurus ដែលជាប្រភេទ sedan cat sport ហើយតម្លៃក៏រៀងសមរម្យសមចៃបាទក្នុងក្រុង100គីឡូស៊ី4ទៅ5លីត្រតែប៉ុណ្ណោះបាទឥឡូវមកមើលរូបរាងជាក់ស្ដែងបាទរូបរាងរបស់វាអានេះទៅលើប្រភេទឡាន Ford Taurus sedan cat sport របស់ Ford ហើយ option hybrid ណាអញ្ចឹងប៉ាណាខាងមុខលេងមកមើលទៅតាក់ទាញមកស្រៀងប្រភេទឡានអគ្គិសនីហើយជាពិសេសទៅលើចង្គៀងបាទចង្គៀងមើលទៅអែមមែនតែនហ្មងទៅលើរថយន្តហើយបើយើងក៏លេងមកមើលប្រភេទយ៉ានកង់របស់វាយ៉ានកង់របស់វាបាទធំមែនតែនហ្មងបាទធំចឹងស្មើប្រភេទ Everest ហើយប្រភេទសបកកង់ប្រភេទ brand ទៀតបាទមើលទៅស្អាតមែនតែនបាទទៅលើរថយន្តហើយមកមើលសុំទ្វាររបស់រថយន្តបាទសុំទ្វាររបស់រថយន្ត Ford Taurus នេះគឺគេលេងជាប្រភេទក្រោមបាទកញ្ចក់មានកញ្ចក់ក្តោបមានសញ្ញោភ្លើងសញ្ញោហើយមានបន្លាញ sport ទៀតបាទទៅលើកញ្ចក់ហើយដៃទ្វារលឹបលៀនទៅតាមការ lock ឬមួយក៏ unlock របស់ឡានណាបាទអញ្ចឹងយើងមកមើលផ្នែកខាងក្រោយវិញម្ដងបាទអញ្ចឹងផ្នែកខាងក្រោយរបស់ Ford Taurus នេះគឺស្អាតមែនតែនហ្មងណានិយាយរួមទៅគឺលេងជា LED សុទ្ធហ្មងបាទមានប្រភេទចង្គៀង LED អញ្ចឹងមកហើយជាប្រភេទ logo ដាក់ឈ្មោះថា Taurus ហើយទៅផ្លាកសញ្ញាសម្គាល់ទៅលើ option hybrid ហើយប្រភេទឈ្មោះរបស់វាគឺប្រភេទ Taurus Titanium បាទទៅលើរថយន្តបាទ option របស់វាអញ្ចឹងកាមេរ៉ា360ដឺក្រេយើងមើលបានមកជុំវិញឡាន sensor ជំនួយក្នុងការចូលចតផ្នែកខាងក្រោយមានប្រាំងអូតូមុខហើយមានប្រាំងអូតូក្រោយទៀតបាទសម្រាប់ប្រភេទឡាន sedan cat sport របស់ Ford Taurus នេះណាបាទអញ្ចឹងផ្នែកខាងក្នុងរបស់ Ford Taurus នេះគឺអែមមែនតើហ្មងណាគឺនិយាយរួមទៅកៅអីចូលមកគឺក្តោបខ្ញុំហ្មងដូចប្រភេទកៅអីឡាន sport ណាហើយយើងមានជាប្រភេទក្រង់កំសាន្តខ្នាតធំកុងទ័រ digital ហើយមាន function option ជាច្រើនទៀតចាប់កន្លងផ្លូវកំណត់ល្បឿនតាមឡានខាងមុខ wireless charge ហើយតាក់ទាញជាងគេទៅលើប្រអប់លេខនេះហ្មងបាទ e-shifter បាទប្រអប់លេខចំនួនថ្មីរបស់ Ford ហើយដំបូលលើគឺបើកបានកៅអីត្រជាក់ទាំងសងខាងទៀតបាទទៅលើឡានណាគឺ premium ហ្មងបងប្អូនចំណាយលុយប៉ុណ្ណឹងគឺមិនថ្លៃទេបងប្រភេទឡានហ្នឹងបាទចូលមកខាងក្រោយដូច boss ចឹងណាអង្គុយនិយាយរួមទៅកៅអីនេះគឺមើលទៅធម្មតាដល់ពេលដែលយើងអង្គុយគឺវាក្តោបខ្លួនយើងហ្មងបាទទៅលើរថយន្តហើយមាន speaker B&O sound មាន surround sound ជុំវិញឡានហ្មងហើយនិយាយរួមទៅគឺ boss ហ្មងហើយអ្វីដែលសំខាន់ផាសុខភាពហ្មងគឺមានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយហើយយើងមានដូច USB Type A Type C ទៀតសម្រាប់សាកថ្មទូរស័ព្ទអញ្ចឹងបងដែលគាត់ប្រភេទស្រឡាញ់ឡាន sedan គឺល្អមែនតើហ្មងអូមួយទៀតផ្លេចដបូលលើខាងលើយើងអាចបើកបានណាដបូលនេះគឺបើកយកពលឺបានបាទទៅលើរថយន្ត